សួស្តីបងម៉ែបងប្អូនជួបគ្នាសាជាថ្មីទៀតហើយថ្ងៃនេះចេញធ្វើការហត់ក៏នឹកឃើញឃ្លានកកោក្តៀងឆ្អឹងជំនីជ្រូកបងប្អូនហើយក៏ឲ្យប្រពន្ធខ្ញុំទៅទិញនៅផ្សារចេះចៃដនអីក្តៀងនឹងគឺសល់2ដុំល្មមដែលអាចយកមកស្រូបបានបងប្អូនចេះទៅមុនគេកុំអីចប់ទៀតហើយតាមស្រូបតាមបែបជនបទស្រុកស្រែយើងបងប្អូនហើយនេះមកទិញត្រីយកទៅដាក់ស្លក្តៀងយើងកកោក្តៀងយើងហើយខ្ញុំបាននឹងដាក់ឆ្អឹងជំនីជ្រូកលាយហើយនេះប្រពន្ធខ្ញុំគាត់បានរើសត្រីដាក់ហើយត្រីខ្ចោះព្រោះយើងយកត្រីអត់មានត្រីខ្ចោះយីយកត្រីអីក៏បានដែរបងប្អូនតាមចំណូលចិត្តយើងដាក់អញ្ចឹងណាហើយនេះគាត់មកផ្សារវិញហើយកុំឲ្យខាត់ពេលយូរបងប្អូនជួយ like ជួយ subscribe អ្នកមួយផងបងប្អូនបានវីដេអូថ្មីពីខ្ញុំបាទឥឡូវកុំឲ្យខាតពេលយូរបងប្អូនមកទស្សនាការស្លកកោកិនដៀងឆ្អឹងជំនីជ្រូកទាំងអស់គ្នាបងប្អូនជាដំបូងយើងត្រូវក្តិចអាចាស់ចាញ់បងប្អូនយកតែខ្ចីលើនឹងមកក្តិចគល់វាមកហើយអញ្ចឹងមកបងប្អូនទៅមកយើងលាងទឹក2 3ទឹកមកឲ្យជ្រះមេរោគដូចដីសัตว์វានៅទុំលើនឹងទេស្លឹកវាអញ្ចឹងវាអាចបង្កើតមានមេរោគអញ្ចឹងយើងលាងទឹកវា3 4ទឹកមកបងប្អូនឲ្យស្អាតមកហើយនេះកណ្ដៀងយើងលាងសម្អាតរួចរាល់ហើយបងប្អូនហើយនេះប្រហុកយើងក៏លាងរួចរាល់ត្រីសាច់ជ្រូកនេះត្រីខ្ចោះយើងលាងរួចរាល់ហើយចាប់ដើមការធ្វើទាំងអស់គ្នាបងប្អូនយើងបុកវាមកកណ្ដៀងយើងបុករួចរាល់ហើយបងប្អូនបុកហើយយើងដួសវាដាក់មួយឡែកសិនមកបងប្អូនហ្នឹងហើយយើងដួសដាក់វាមួយឡែកសិនមកហើយនេះយើងចាប់ដើមបុកគ្រឿងបងប្អូនបន្ទាប់ពីយើងបុកគ្រឿងរួចរាល់យើងយកប្រហុកមកច្រាំបងប្អូនយើងច្រាំវាឲ្យម៉ត់មកបងប្អូនបន្ទាប់ពីយើងបុកគ្រឿងបុកកណ្ដៀងរួចមកទស្សនាគ្រឿងផ្សំរបស់កកោក្តៀងឆ្អឹងជំនីជ្រូកទាំងអស់គ្នាបងប្អូនមានដូចជាអង្ករលីងប្រហុកយើងនឹងប្រហុកស្រែយើងបងប្អូន
ម៉ែផ្ញើមកផ្ទះឲ្យថ្មីហើយនេះឆ្អឹងជំនីជ្រូកនិងត្រីខ្ចុះយើង បន្ទាប់ពីយើងបានបង្ហាញគ្រឿងផ្សំរួចរាល់មកហើយតោះមកទស្សនាការរបៀបធ្វើសម្លកកូរកណ្ដៀងឆ្អឹងជំនីជ្រូកទាំងអស់គ្នាសម្លកកូរកណ្ដៀងឆ្អឹងជំនីជ្រូកហើយ 100% ហើយបងប្អូនសូមអរគុណសូមជម្រាបលានៅការតាមដានវីដេអូរបស់ខ្ញុំបាទ